យើងខ្ញុំទាំងអស់គ្នាជាសមាជិកសមាជិកានៃចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃសមាគមរួមគ្នាអភិវឌ្ឍដើម្បីសន្តិភាពថ្ងៃនេះដែរគឺយើងធ្វើការជួបជុំគ្នាជាមួយនឹងលោកប្រធានហៅសេរីវត្តដើម្បីផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ជើងគោកឲ្យបងប្អូនអ្នកដែលប្រកបការងាររកស៊ីរត់ pass up រត់កង់3រត់ឡានតាក់ស៊ីនិងបងប្អូនយើងដែលចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ឲ្យចេះគោរពច្បាប់ចរាចរណ៍ឲ្យចេះផ្ដល់តម្លៃឲ្យគ្នាឲ្យចេះគោរពគ្នាទៅវិញទៅមករកស៊ីឲ្យមានការយោគយល់គ្នាអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកនឹងជួយគ្នានៅគ្រាដែលមានអាសន្នអន់ក្រទាំងឡាយជាកិច្ចបញ្ចប់លោកប្រធានហៅសេរីវត្តជាប្រធានផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្ដាំផ្ញើឲ្យបងប្អូនអ្នកដែលប្រកបរកស៊ីនៅចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ឲ្យចេះគោរពស្រឡាញ់គ្នាឲ្យចេះថែរក្សាសុខភាពនិងគោរពច្បាប់ចរាចរណ៍ជាចម្បងនិងអ្វីដែលជាពិសេសគឺរកស៊ីដោយមានភាពស្មោះត្រង់ជាមួយនឹងអតិថិជនជាមួយនឹងភ្ញៀវដែលគាត់គ្រប់គ្រងនៃសេវាដឹកជញ្ជូនរបស់បងប្អូនយើងដែលរកស៊ីប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់សូមអរគុណសូមគោរពលាជូនពរបងប្អូនយើងសុខភាពល្អសំណាងល្អទាំងអស់គ្នា